សូមស្វាគមន៍មកកាន់ Channel Tech Original សិក្សាវិស័យចិនបាទអញ្ចឹងគឺមេរៀនយើងថ្ងៃនេះគឺយើងចូលដល់មេរៀនទី4បាទអញ្ចឹងចំណងជើងរបស់យើងគឺយើងហៅថា自我介绍បាទ自我介绍បាទណែនាំខ្លួនបាទអញ្ចឹងមកខាត់ពេលយូរគឺយើងចូលមេរៀនយើងតែម្ដងអញ្ចឹងប្រធានបទ A របស់យើងគឺយើងហៅថា你叫什么名字បាទ你叫什么名字មានន័យថាតើអ្នកមានឈ្មោះអ្វីបាទនេះបាទនេះយើងប្រែថាអ្នកចែវបាទចែវបាទបើយើងប្រែចំវាមានន័យថាហៅបាទហៅ什么បាទ什么អ្វី名字បាទ名字ឈ្មោះបាទ你叫什么名字មានន័យថាតើអ្នកមានឈ្មោះអ្វីបាទហ្នឹងគឺយើងមើលប្រធានបទយើងបន្តទៀតគឺប្រធានបទ B បាទ我叫王明បាទ我叫王明ខ្ញុំឈ្មោះ王明បាទអញ្ចឹងគឺយើងបន្តមេរៀនយើងទៀតបាទលេខ A បាទ你是哪里人បាទ你是哪里人បាទមានន័យថាតើអ្នកជនជាតិអ្វីបាទនេះបាទនេះគឺអ្នក是បាទ是គឺជាណាលីបាទណាលីតែឯណាបាទរិនគឺមនុស្សបាទអញ្ចឹងគឺត្រង់ចំណុចនេះណាលីរិនគឺមិនមែនថាមនុស្សណាទេណាគឺយើងហៅថាជនជាតិអ្វីបាទនេះ是哪里人តើអ្នកជនជាតិអ្វីបាទយើងបន្តទៀតឃ្លា B ហ្នឹង我是柬埔寨人បាទ我是柬埔寨人我是បាទ我是ខ្ញុំជា柬埔寨បាទ柬埔寨គឺកម្ពុជារិនបាទរិនមនុស្សបាទ柬埔寨រិនបាទយើងប្រើទូរស័ព្ទគឺជនជាតិខ្មែរបាទអញ្ចឹងគឺសម្រាប់មេរៀនយើងថ្ងៃនេះគឺយើងរៀនតែប៉ុណ្ណឹងបាទអញ្ចឹងដើម្បីទទួលបានវីដេអូថ្មីៗកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា